សូមគោរពជម្រាបសួរពុកម៉ែបងប្អូនបានស្នេហាកីឡាអំទូកនៅទីទាំងពិភពលោកថ្ងៃនេះខ្ញុំនឹងបណ្ដោយអារម្មណ៍ឲ្យពុកម៉ែបងប្អូនមកវត្តជ្រោយទុំចាស់មកមើលការបោះទូករបស់ជាងនៅខេត្តកំពង់ធំកែទូកឡើងកដាคล้ายទៅជាទូកលុងបាទនេះជាទស្សនវិជ្ជាជាងកំពុងតែកែទូកឡើងកដាទូកវត្តជ្រោយទុំចាស់ទូកនេះបានបោះនៅឆ្នាំ2019ទូកនេះមាននិមិត្តរូបគឺសត្វហង្សមាសថ្ងៃនេះក្រុមជាងនឹងកែទូកឡើងកដាទៅคล้ายជាទូកលុងតើជាងនឹងធ្វើរបៀបណាយើងខលប់ឃើញថានៅខេត្តឃ្លាំងយើងប្រភេទទូកឡើងកដាគឺទូទៅប្រើដងសន្ទូចពីព្រោះដងសន្ទូចដើម្បីធ្វើឲ្យទូករឹងមាំនឹងវត្តពេលអមឲ្យទៅលឿនប៉ុន្តែជាងនៅខេត្តកំពង់ធំក៏មានបច្ចេកទេសយ៉ាងណាដើម្បីកែទូកនេះសូមប្រិយមិត្តទស្សនាដូចតទៅនេះជាប្លង់ទូកចាស់របស់វត្តជ្រោយទុំចាស់យើងឃើញថាជាងក៏បានរុះរើកង់ទាំងអស់កន្លែងនេះជាងនឹងវាស់ក្បួនខ្នាតតាមក្បួនខ្នាតទូកលុងនេះគឺមេជាងធំគឺលោកតាលីនមកពីខេត្តកំពង់ធំអត់ទោលោកតាលីកំពុងតែវាស់ខ្នាតឡើងវិញដើម្បីឡើងកង់បាតនឹងកងជន់ទូកនេះកាលពីមុនឆ្នាំ2019បោះដោយសិប្បករយ៉ាន់យ៉ូនៅខេត្តឃ្លាំងយើងនេះជាកង់ចាស់ដែលបានរុះរើហើយបាននេះជាកន្លែងដែលទៀមដើម្បីតបជាប់ក្តារបាតនិងក្តារបាតប្រើទៀមទាំងអស់អត់ប្រើគូតដូចជាងមុនទេបាទដើម្បីឲ្យក្តារបាតរឹងគឺប្រើទៀមនេះយកដែក6លីបាទយើងឃើញថាបើយើងប្រើដែកទៀមទូកនឹងរឹងមាំជាងទូកនេះនឹងអត់ប្រើដងសន្ទូចទេកង់ទូកក៏ប្រើកង់តូចដូចកទូកលុងដែរអត់ប្រើធំដូចមុនទេកង់ទូកនេះនឹងធ្វើថ្មីទាំងអស់អត់ប្រើកង់ចាស់ទេបាត់កន្លែងនេះខាងក្បាលទូកជាងក៏មិនតន់ដោះកង់ជីទេហើយជាងនឹងដោះកង់ផ្លាស់កង់ថ្មីទាំងអស់នឹងប្រើកង់ដូចទូកលុងបាទអរគុណប្រិយមិត្តបានទស្សនាវីដេអូនេះ